ស្ថិតក្នុងពេលរាត្រីមួយក្រោមដំណក់ទឹកភ្លៀងយ៉ាងខ្លាំងកំពុងក្រងក្របលើផ្ទៃធរណីហាក់បីដូចជាមិនប្រណីដៃសោះអមជាមួយសំឡេងផ្គរប្រន្ទះចាំងចាស់ជាមួយពន្លឺភ្លេចបន្ទោលជួយច្បាយបន្តកតុយគ្នាស្ទើរតែមិនដាច់នៅទីធ្លាមុខផ្ទះមួយហាក់បីដូចជាឃើញស្រមោលនារីម្នាក់ដែលកំពុងអង្គុយនៅលើបងខាងមុខផ្ទះដោយក្នុងរង្វង់ដៃរបស់នាងកំពុងតែអោបក្បោបទំនងជាបង្វិចសម្លៀកបំពាក់របស់នាងអញ្ចឹងខ្លួនប្រាណរបស់នាងរងាញញែកទៅត្រឹងទៅទឹកជោគហើយពេលខ្លះក៏ភ្ញាក់ស្ទើរទៅបាត់ព្រលឹងព្រោះតែសំឡេងផ្គរត្រហឹងអើងកងរំពងខ្ទាស់ពេញទាំងអាកាសប្រហែលជាទ្រាំនឹងរងាលេងបាននាងក៏បានដើរសំដៅទៅក្នុងផ្ទះដែលគេបានបិទទ្វារជិតនិងមានដើមរុក្ខជាតិលម្អជាច្រើនដូចជាដើមរាសីកាមកដប់និងដើមអ្វីម្យ៉ាងស្លឹកវែងៗដូចជាដើមស្លាញ់ចឹងសំឡេងនាងគោះទ្វារបានបន្លឺឡើងដដែលជាច្រើនលើកជាច្រើនសារទំនងជាគ្មានអ្នកឮទេមើលទៅព្រោះណាមួយថ្លង់ជាមួយនឹងទឹកភ្លៀងដែលបានធ្លាក់គ្មានអាសូរបែបនេះផងទើបអ្នកខាងក្នុងមិនបានដឹងនាងបំរុងនឹងបែរខ្នងដើរចេញទៅវិញហើយស្រាប់តែសំឡេងបទទ្វារបានបន្លឺឡើងខ្វាលើចេញស្ត្រីវ័យចំណាំម្នាក់វ័យប្រហែលជា50ឆ្នាំដែលមានឈ្មោះថាសុខាអ្នកស្រីសុខាបានបញ្ចេញទឹកមុខដូចជាខឹងនឹងនាងខ្លាំងណាស់ហើយក៏បាននិយាយដាក់នាងខ្លាំងថានេះប្រហែលជាមុខមិនជ្រៅទៅមិនឆ្ងាយពីយើងទេទើបតែរត់ចេញពីផ្ទះមិនទាន់បានមួយខែផងក៏ត្រឡប់មកវិញសមមុខហើយដែលឪពុករបស់ឯងមិនទៅតាមហើយសំណាងហើយដែលឯងជាកូនចុងរបស់អញបើសិនជាឯងជាកូនបង្កើតរបស់អញវិញមិនដឹងថាអញខ្មាស់គេប៉ុណ្ណាទេនីសាបន្ទាប់ពីបានស្ដាប់ម្ដាយចុងទេសនាមួយសម្រាប់ហើយទើបគាត់ហៅឲ្យចូលទៅក្នុងផ្ទះព្រមទាំងហៅលោកសុវណ្ណដែលត្រូវជាឪពុករបស់នាងឲ្យមកមើលនាងផងដែររំលឹកទៅជាងមួយខែមុនក្នុងផ្ទះថ្មមួយនេះមានតែភាពអាប់អួរការវិធ្វើបាបកូនស្រីតែងតែកាត់ឡើងមានជាញឹកញាប់ព្រោះអ្នកស្រីសុខាដែលជាភរិយាចុងនោះមិនបានពេញចិត្តនឹងនីសាដែលជាកូនចុងឡើយហើយតែងតែចាប់កំហុសរបស់នាងស្ទើរគ្រប់ពេលដោយទ្រាំនឹងបញ្ហានេះមិនបានគប់ផ្សំនឹងពាក្យចោទប្រកាន់មួយចំនួនទើបនាងដាច់ចិត្តលួចទៅផ្ទះមិត្តរបស់នាងដែលនៅទីឆ្ងាយនីសាបានគិតម្ដងហើយម្ដងទៀតទម្រាំនឹងសម្រេចចិត្តត្រឡប់មកផ្ទះមួយនេះវិញដោយរំពឹងថាគ្រប់យ៉ាងវានឹងល្អប្រសើរជាងមុនដោយកំពុងតែពិបាកប្រឈមមុខជាមួយនឹងម្ដាយចុងនេះផងស្រាប់តែលោកសុវណ្ណដែលត្រូវជាឪពុកបង្កើតរបស់នាងបានដើរមកដល់បានបើកផ្នែកធំហើយស្រែកសំឡុតមកកាន់នាងដោយទឹកមកគួរឲ្យខ្លាចថាញើមីកូនថោកទៀតហើយទើបតែមកពីរត់តាមប្រឯណាអញជាឪពុករបស់នាងឯងនេះខ្មាស់គេរកទៅពធមិនឃើញទៅហើយក្រោយពីនិយាយចប់លោកសុវណ្ណក៏ហក់ស្ទុះទៅយករពត់ផ្ដៅដែលជិះទុកនៅនឹងជញ្ជាំងរួចមកចង្អុលចំមុខនីសាហើយបន្តនិយាយទាំងកំហឹងនៅពេញខ្លួនទៀតថាយប់នេះនាងឯងច្បាស់ជាដឹងដៃរបស់អញមិនខានដូចពាក្យគេថាមិនខុសមែនកុំពុតឈឺស្រឡៅកុំប្រដៅស្រីកូចអញកាចប៉ុណ្ណឹងហើយនាងឯងនៅតែមិនស្ដាប់អញទៀតចុះទម្រាំអួយអើទេអស់នោះនាងឯងមិនដឹងទៅជាយ៉ាងណាទេយប់នេះបើសិនជាយើងមិនប្រលះនាងគូនជើងល្អដូចជាឯងទេយើងមិនមែនជាឪរបស់នាងឯងទេក្រោយពីនីសាបានឃើញឪពុកដល់កំណាចបានដើរចូលមកជិតខ្លួនក៏លុបជង្គង់ភ្លាមហើយទម្លាក់បង្វិចចុះរួចយកដៃទាំងពីរយកមកសំពះនិងនិយាយទាំងបាត់ភ័យស្ទើរតែលិចនំថាពុកអើយលើកដៃទោសឲ្យកូនផងកូនមិនបានរត់តាមប្រុសឯណាទេគឺកូននៅផ្ទះមិត្តភក្តិរបស់កូនទេពុកកូនសូមអង្វរពុកកុំវាយកូនអីពុកនាងព្យាយាមអង្វរយ៉ាងណាក៏មិនធ្វើឲ្យលោកសុវណ្ណចិត្តទន់ព្រមជប់វាយដែរហើយពេលកំពុងតែវាយពេលនោះអ្នកស្រីសុខាក៏បាននិយាយបន្ថែមទៅថាមើលចុះលោកប្តីវាតមាត់មិនជប់សោះវាកំពុងតែមើលងាយពួកយើងហើយអូនស្អប់ណាស់អ្នកដែលខុសហើយមិនព្រមទទួលកំហុសនេះពាក្យរបស់អ្នកស្រីសុខាប៉ុន្មានម៉ាត់នេះធ្វើឲ្យលោកសុវណ្ណកាន់តែក្តៅក្រហាយថែមទៀតហើយកាន់តែវាយកាន់តែខ្លាំងក្រឡេកទៅមើលអ្នកស្រីសុខាព្រមទាំងកូនទាំងពីររបស់គាត់បានចោះសាយកាយហាក់សប្បាយចិត្តខ្លាំងណាស់ពុកអើយកូនជឿនណាស់ព្រមស្ទើរតែលែងបានហើយកូនសូមក្រាបសំពះបាត់ជើងលោកពុកឲ្យកូនធ្វើអីក៏បានតែពេលនេះកូនពិបាកក្នុងខ្លួនណាស់សូមពុកជប់វាយកូនទៅឃើញដូច្នេះអ្នកស្រីសុខាក៏មិនបានខត់ឲ្យលោកសុវណ្ណជប់វាយនោះទេហើយព្រមទាំងនិយាយថាមិនបានទេលោកប្តីបងវាយវាឲ្យខ្លាំងទៅឲ្យអស់សារជាតិអាក្រក់ពីខ្លួនវាទៅវានឹងវាយយ៉ាងម៉េចក៏មិនចេះរៀងចាលដែរទាំងបីអ្នកម្ដាយកូននេះនៅតែបន្ថែមល្បយមិនជប់និងប្រហែលជាមិនដឹងទេថាអ្នកដែលត្រូវគេវាយមានការឈឺចាប់ខ្លាំងយ៉ាងណានោះទេនីសាខ
មនិយាយអំឡោឪពុកទាំងសំឡេងខ្សែៗនិងដង្ហើមស្ទើរតែមិនដល់គ្នាថាពុកអើយអាណិតកូនផងកូនឈឺណាស់ពុកអើយជប់វាទៅបន្ទាប់មកនាងក៏ប្រឹងលូនទៅសំពះបាត់ជើងម្ដាយចុងនាងទៀតហើយអង្វរម្ដាយចុងរបស់នាងឲ្យប្រាប់លោកឪពុកដ៏សែនខុសខើឲ្យជប់វាប៉ុន្តែអត់បានការឡើយម្ដាយចុងរបស់នាងបានដកជើងចេញហើយក៏មិនបានខ្វល់ពីនាងឡើយហើយក៏មិនហាមឲ្យលោកសុវណ្ណជប់វាដែរមានតែបន្ថែមលបោយឲ្យវាបន្ថែមទៀតជាពិសេសកូនស្រីទាំងពីរនាក់ទៀតនោះជួយបន្ទោដូចជាយាយគេតែម្ដងទីបំផុតតើតែនេសាបាត់មកជើងទើបលោកសុវណ្ណបញ្ចប់សកម្មភាពវាយមើលទៅទាំង3នាក់ម៉ែកូននេះបាននាំគ្នាសើចសប្បាយយ៉ាងសម្បើមនៅពេលដែលឃើញនេសាបានសន្លប់មើលចុះយ៉ាងហោចណាស់ក៏មានគូនចិត្តអាណិតអាសូរបន្តិចទៅក៏អត់បំសត់ណាស់លោកសុវណ្ណបន្ទាប់ពីវាយគូនស្រីរួចក៏បានដឹងខ្លួនច្បាស់ថាមុននេះគាត់បានវាយគូនឆ្លុះបន្តិចដែរហើយក៏ឡើងទៅបន្ទប់វិញទាំងក្តៅក្រហាយក្នុងចិត្តយ៉ាងខ្លាំងស្រីរីនិងស្រីលីដែលជាកូនដើមរបស់អ្នកស្រីសុខាបន្ទាប់ពីឃើញឪពុកចុងរបស់ខ្លួនឡើងផុតទៅបាត់ក៏បាននាំគ្នាយកជើងទៅទាត់នេសាម្នាក់មួយជើងថែមទៀតតែមើលទៅនេសាដែលជានារីដ៏សែនកំសត់ហាក់បីដូចជាគ្មានដង្ហើមនៅលើលោកមួយនេះទៀតឡើយម៉ាក់អើយមានស្អីគេនឹងដាច់ខ្យល់ងាប់បាត់ហើយម៉ាក់ឯងខ្លាចជាឃាតករសម្លាប់មនុស្សហើយម៉ាក់ស្រីលីបានស្រេចឡើងបន្ទាប់ពីនាងបានយកដៃទៅស្ទាបដង្ហើមរបស់នេសាដែលធ្វើឲ្យគ្រប់គ្នានៅទីនោះបានភ្ញាក់ផ្អើលជាខ្លាំងហើយអ្នកស្រីសុខាក៏បានហៅលោកសុវណ្ណឲ្យមកមើលភ្លាមដែរដើម្បីមកមើលនេសាទាំងអស់គ្នាបន្ទាប់ពីលោកសុវណ្ណដឹងថានេសាបានស្លាប់ដោយសារស្នាដៃរបស់លោកពិតមែនលោកក៏បាននិយាយទៅកាន់ភរិយាថាហើយឥឡូវមិនដឹងថាគិតមិនទេបើផ្ទះយើងនៅកណ្ដាលទីក្រុងមិនមែននៅតាមស្រុកស្រែជនបទទេបងគិតថាបើយកសាកសពនេះទៅចោលក្នុងធុងសម្រាមច្បាស់ជាមានគេសង្ស័យយើងមិនខានតែបើសិនជាយកវាទៅលាក់នៅទីតាំងណាមួយនៅក្នុងផ្ទះយើងច្បាស់ជាល្អជាងនេះជួយគិតបងមើលតែយើងធ្វើដូចម្ដេចនិយាយចប់លោកសុវណ្ណក៏បានមើលទៅមុខប្រពន្ធទាំងជ្រុញចិញ្ចាំអ្នកស្រីសុខាបានយកដៃអង្អែលទាំងការហើយអង្គុយគិតមួយស្របហើយក៏បាននិយាយទៅកាន់លោកសុវណ្ណវិញថាបងគិតបានទៅប៉ុណ្ណឹងទេឬគ្មានអីពិបាកទេយកវាទៅដាក់ក្នុងបន្ទប់ដាក់អីវ៉ាន់ហើយរុំក្រណាត់ឲ្យទៅចិត្តទៅគឺអូខេហើយយើងចាក់សោនោះឲ្យទៅចិត្តទៅយូរវារលួយអស់ហើយអញ្ចឹងហើយគុណស្រីសំណោរបស់បងឯងនាំតែបញ្ហាអត់ផ្ទះរហូតខ្ញុំឈឺក្បាលណាស់មកនិយាយអំពីគុណស្រីទាំងពីរនោះវិញពេលដែលឃើញពុកម៉ែសាហាវព្រៃផ្សាយបែបនេះក៏ព្រឹសព្រួយបុកពោះស្រាវឆ្អឹងខ្នងណាស់ដែរតែព្យាយាមកាត់ចិត្តស្រីរីទ្រាំមិនបានក៏ចេញសម្ដីមកប្រសិនបើចេញចឹងមែនប្រលឹងរបស់នេសាប្រកាសជាចេញមកលងយើងមិនខានខ្ញុំខ្លាចណាស់ម៉ាក់អ្នកស្រីសុខាបន្ទាប់ពីបានឮសម្ដីស្រីរីនិយាយបែបនេះហើយក៏ក្តៅចិត្តហើយក៏ស្ទុះទៅផ្ទះស្រីរីចំកណ្ដាលកញ្ចក់មាត់ឮសួរទៅផាច់ហើយនឹងនិយាយតបវិញភ្លាមថាមាត់ចង្រៃណាស់នាងឯងនេះគ្មានឆ្លាតកាត់មករកយើងជាម្ដាយឯងតិចសោះសំទៅបែបហ្នឹងទៅហើយឡើងទៅដេកឲ្យស្រឡះទាំងពីរអ្នកហ្នឹងទៅយើងធុញណាស់អើយស្រីរីក៏បន្ថែមបន្តិចទៀតថាតែម៉ាក់កូនដូចជាមិនទាន់អស់ចិត្តមិនក៏មិនទៅចង់ត្រូវបន្ថែមទៀតមែនទេអ្នកស្រីសុខាគំរាមពេលនោះគុណស្រីទាំងពីរបានលឿនចង្ហាយក៏ឡើងទៅបាត់ភ្លាមព្រោះខ្លាចត្រូវថែមទៀតក្រោយពេលគុណស្រីទាំងពីរនោះឡើងបានផុតទៅបាត់ទៅអ្នកទាំងពីរអ្នកប្តីប្រពន្ធនោះក៏បានយកភួយពី3ទៅរុំសាកសពរបស់នេសាហើយយកនាងទៅដាក់ក្នុងបន្ទប់ដាក់អីវ៉ាន់នេះជាអ្វីដែលអ្នកទាំងពីរនោះគិតខុសទីដឹងតែប្រសិនបើជាយកទៅចោលនៅខាងក្រៅច្បាស់ជាមានគេសង្ស័យមិនខានម្យ៉ាងវិញទៀតបើទុកសាកសពនៅក្នុងផ្ទះបែបនេះសុវត្ថិភាពជាងព្រោះពេលនាងមកដល់ផ្ទះក៏គ្មានអ្នកណាគេដឹងដែរពេលគិតដល់ចំណុចនេះហើយក៏រៀងធុកទ្រូងបន្តិចញឹកជ្រៅណាស់ទៅហើយមេឃភ្លៀងក៏នៅតែបង្អុរមិនព្រមឈប់សោះផ្លែកបន្តខ្វក់ខ្វាក់នៅខាងក្រៅបង្អួចព្រមទាំងមានខ្យល់ខ្លាំងផងដែរហើយក៏ជាដែលធ្វើឲ្យមនុស្សដែលកំពុងតែប្រត់ភ័យពិតជាពិបាកស្រមៃឃើញរូបភាពគ្រប់បែបយ៉ាងដែលពួកគេបានសាងឡើងមុននេះយ៉ាងសាហាវព្រៃផ្សៃលោកសុវណ្ណផាត់ភ័យញ័រដៃញ័រជើងសូម្បីតែជើងបាត់ជើងធំក៏មិនហ៊ានទៅបន្ទប់ទឹកដែរសុកចិត្តត្រង់ខ្លួនភួយជាមួយដៃជើងញញាក់ញញ័រទៅត្រឹកគាត់គេងមិនលក់ទេហើយក៏ក្រឡេកភ្នែកទៅមើលភរិយារបស់គាត់ពេលនោះស្រាប់តែឃើញភរិយារបស់គាត់ដែលកំពុងតែគេងលក់យ៉ាងស្កប់ស្កល់នោះ
បានក្រោកឡើងចេញពីក្រែហើយទៅក្រៅបន្ទប់ក្នុងដំណើរបោះជំហានមួយយ៉ាងមានរបៀបរៀបរយជាទីបំផុតលោកសុវណ្ណពេលដែលបានឃើញដូច្នេះហើយក៏បាននិយាយទៅកាន់អ្នកស្រីសុខាដោយប្រភ័យថាម៉ែវាឯងទៅណានឹងយប់ជ្រៅបែបនេះទៅហើយអ្នកស្រីសុខានៅតែធ្វើដំណើរទៅមុខមួយហាក់ដូចជាមិនបានលឺអំពីអ្វីដែលលោកសុវណ្ណបានសួរឡើយហើយមើលទៅលោកសុវណ្ណដូចជាមិនទាន់អស់ចិត្តក៏បានចុះពីលើក្រែហើយដើរតាមប្រពន្ធរបស់គាត់ដោយសួររំខានបន្ថែមទៀតថាណែម៉ែវាមិនបានជាមិនឆ្លើយជាមួយបងចឹងម៉ែវាលោកសុវណ្ណបានដើរតាមពីក្រោយភរិយាព្រោះដូចជាមានបញ្ហាអ្វីខុសពីធម្មតាហើយគាត់នៅតែបន្តព្យាយាមហើយហៅភរិយារបស់គាត់ពីក្រោយប៉ុន្តែដូចជាមិនឃើញភរិយារបស់គាត់តបមកគាត់វិញមួយម៉ាត់សោះនៅពេលដែលគាត់តាមតន់ហើយគាត់ក៏លើកដៃទៅចាប់ស្មារបស់អ្នកស្រីសុខាភ្លាមពេលនោះស្រាប់តែអ្នកស្រីសុខាបានងាកមកហើយមកប្រឡាក់សុទ្ធទៅឈាមបើមើលទៅត្រង់ផ្នែកវិញមានតែឈាមហូរមិនឈប់គួរឲ្យខ្លាចនិងរន្ធត់ជាទីស្នេហាធ្វើឲ្យលោកឃើញហើយក៏ភ្លឹកក៏មកត្រូវភ្ញាក់ខ្លួនវិញដូចត្រូវមួយដំបងបន្ទាប់ពីបានលើភរិយារបស់គាត់និយាយតបមកគាត់វិញថាអូនឃើញភ្លៀងទើបចង់ទៅមើលកូននឹងណាក្រែងលោវាខ្លាចហើយលោកប្តីកាត់អីហ្នឹងបានជាលេងទឹកមុខដូចជាខ្មោចឡងចឹងលោកសុវណ្ណគ្រាន់តែឮសំឡេងរបស់ភរិយារបស់ខ្លួនភ្លាមគាត់ក៏បានឃើញទឹកមុខរបស់នាងឡាញមានអ្វីភ្លាមដែរហើយក៏គិតខ្លួនឯងថាកំពុងតែស្រវឹងភ្នែកលោកសុវណ្ណក៏បាននិយាយទៅកាន់លោកប្រពន្ធទាំងជ្រុញចិញ្ចាំវិញថាអូគ្មានអីទេប្រហែលជាបងប្រើផ្នែកហើយមើលទៅអូនប្រញាប់ទៅមើលកូនចុះណាហើយប្រញាប់មកវិញផងព្រោះបងមិនដឹងជាមិនទេហើយមិនចង់នៅម្នាក់ឯងដែរក្រោយពីនិយាយចប់លោកសុវណ្ណក៏បានដើរចូលក្នុងបន្ទប់វិញហើយគេងឃ្លុំភួយជិតឈឹងនៅលើក្រែមួយសន្ទុះក្រោយមកសំឡេងក្រោកក្រាក់បានបន្លឺឡើងជាបន្តបន្ទាប់អមជាមួយសំឡេងសម្រាប់ជើងរត់ដើរចុះឡើងផងដែរពេលនោះលោកសុវណ្ណនឹកស្មានតែភរិយារបស់គាត់ត្រឡប់មកវិញហើយក៏បានបាក់ភួយបំរុងនឹងហាមាត់ហៅប្រពន្ធរបស់គាត់ទៅហើយក៏បែរជាគ្មានបានឃើញអីសោះនៅពេលនោះគាត់សម្រួលអារម្មណ៍ទប់លំនឹងហើយចុះពីលើក្រែបោះជំហានមួយទៅរកសំឡេងដែលបានលឺក្រោកក្រាក់ចេញពីទូដាក់ខោអាវគាត់លូកដៃយឺតទៅបើកទូទាំងបែកញើសជុកថ្ងាសប៉ុន្តែចុងក្រោយអ្វីដែលគាត់បានឃើញគឺគ្រាន់តែជាកូនកណ្ដោះមួយប៉ុណ្ណោះហើយប្រហងពោះអញអស់អាលីងចង្រៃយោលោកសុវណ្ណបានរអ៊ូម្នាក់ឯងទាំងហូរចិត្តហើយក្រោយមកគាត់ក៏បានងាកត្រឡប់មកវិញបំរុងនឹងទៅក្រែពេលនោះស្រាប់តែគាត់ស្រឡាំងកាន់បើកភ្នែកធំស្ទើរតែកៀងបេះដូងព្រោះតែបានឃើញមនុស្សស្រីម្នាក់ដែលកំពុងតែឈរនៅមុខគាត់ប្រឡាក់សុទ្ធទៅឈាមដោយដែលគាត់បានឃើញប្រពន្ធរបស់គាត់នៅខាងក្រៅផងដែរហើយក៏បានទម្លាក់ស្រកមកវិញអំឡាយធ្វើឲ្យគាត់ភ័យលុះព្រលឹងអស់លេងដោយមិនអស់ចិត្តលោកសុវណ្ណក៏បានយកដៃចំពីរបស់គាត់មកញីភ្នែកហើយមើលម្ដងទៀតទើបបានធ្វើចិត្តវិញតាមពិតប្រពន្ធចុងរបស់គាត់ត្រឡប់មកវិញសោះបន្ទាប់មកលោកសុវណ្ណក៏បាននាំប្រពន្ធរបស់គាត់ឡើងដេកទាំងអារម្មណ៍នៅក្នុងខ្លួនសោះលោកវេលាព្រឹកឡើងក៏បានមកដល់ស្ថិតនៅក្រុមហ៊ុនដែលលោកសុវណ្ណបានធ្វើការក្នុងចិត្តគាត់ចេះតែគិតរហូតហើយក៏នៅតែគិតមិនយល់អំពីបញ្ហាដែលបានកើតឡើងហាក់បីដូចជាចៃដន្យពេកហើយហេតុអីបានជាយកមិញនេះខ្ញុំចេះតែប្រឹកផ្នែកមើលឃើញអីផ្ដេសផ្ដាសរហូតអញ្ចឹងលើលោកនេះគ្មានខ្មោចអីដូចជាថានោះទេព្រោះគ្មានចំណុចមួយណាគួរឲ្យជឿសោះតែយកមិញនេះដូចជាជួបផ្ទូនពេកហើយឬមួយមកពីខ្ញុំភ័យខ្លាចព្រោះតិចកូនចោលមកសៀបនោះក្នុងពេលជាមួយគ្នានោះអ្នកស្រីសុខាក៏បានដើរមកដល់ហើយឃើញប្តីរបស់គាត់អង្គុយរអ៊ូបែបនេះក៏បានងាកមើលឆ្វេងស្ដាំហើយក៏បានដើរសម្ដៅទៅរកប្តីរបស់គាត់ហើយនិយាយតិចដោយខ្លាចគេលឺថាលោកប្តីគិតអីទៀតហើយហ្នឹងមកនិយាយឯងស្ងាត់បែបនេះបើអ្នកក្រៅគេដើរខាត់មកលឺមិនសើចហើយទៀតអីបានហើយជប់ទៅបងជប់រំលឹកទៅហើយណាមួយចិត្តដល់ម៉ោងប្រជុំបុគ្គលិកហើយណាបាទប្រពន្ធសម្លាញ់លោកសុវណ្ណឆ្លើយខ្លីៗហើយក៏ងើបពីកៅអីហើយដើរចេញទៅជាមួយភរិយារបស់គាត់ដើម្បីប្រជុំបុគ្គលិកទៅមិនដឹងថាចិត្តសាមពីអីនោះទេហេតុអីបានចិត្តដាច់ចិត្តដល់ថ្នាក់នេះវាគុណស្រីតែម្នាក់ឲ្យស្លាប់មួយទាំងមូលទៅហើយនៅតែធ្វើមិនដឹងថែមទៀតលោកមួយខែក្រោយមកមនុស្សស្លាប់ដោយមិនអស់ចិត្តស្លាប់ព្រោះតែគំនុំដិតដាមក្នុងទ្រូងគ្មានថ្ងៃអាចរំលត់ភ្លើងកំហាំងបិសាចបានឡើយទោះយកទឹកអ្វីមកពន្លត់ក៏មិនផុតអណ្ដាតភ្លើងគំនុំមួយនេះបានដែរ
សពដែលបានយកមកទុកក្នុងបន្ទប់ដាក់អីវ៉ាន់នោះបានរំដោយក្រណាត់ជាច្រើនជាន់ធ្វើឲ្យសពមានស្ថានភាពស្អុយរលួយហូរហៀជោគជាំដោយខ្ទុះឈាមនិងមានដង្កូវចោះរុករានពេញសាច់ផងដែរខ្ទុះឈាមដែលហូរមកនោះស្អុយគ្រប់គ្រប់ហើយបើបានធំក្លិនផ្ទាល់ច្បាស់ជាស៊ីបាយឡើងចូល3ថ្ងៃមិនខានកាលពីនៅរស់ត្រូវម្ដាយចុងនិងឪពុកបង្កើតវីទូបាបស្ទើរតែរាល់ថ្ងៃដល់ស្លាប់ហើយក៏ខ្លាចទៅជាខ្មោចតៃហោគ្មាននរណាម្នាក់មកធ្វើបុណ្យបញ្ជូនកុសលឲ្យទៀតផងទើបធ្វើឲ្យព្រលឹងរបស់នាងកាន់តែមានកំហឹងមួយគុណនឹងពីរព្រោះតែជារឿងអយុត្តិធម៌ពេកហើយសម្រាប់ជីវិតមួយនេះនាងត្រូវតែសងសឹកនៅអ្វីដែលពួកគេបានធ្វើមកលើនាងបើជ្រុលខ្លាយទៅជាខ្មោចតៃហោបែបនេះទៅហើយវិញ្ញាណដែលពោពេញទៅដោយកំហឹងមួយនេះមានតែប្រើវិធីលាក់សាកសពកុំឲ្យគេរកឃើញកុំឲ្យគេធំខ្លាំងបន្ទាប់មកពេលវិញ្ញាណកាន់តែខ្លាំងឡើងនោះនីសានឹងត្រឡប់មកសងសឹកវិញមិនខានសូមរងចាំភាគ2ដែលជាភាគបន្ទាប់